សួស្តីអ្នកទាំងអស់គ្នាខ្ញុំចូលថូហ្គាមីនៅថ្ងៃនេះយើងនឹងមកសម្រាយរឿងលើផ្លប់របស់យើងជាភាគបន្តមូលហេតុដែលខ្ញុំធ្វើរឿងនេះដោយសារតែគ្នាយើងសុំពេកហើយណាមួយមិនមែនខ្ញុំមិនចង់ធ្វើវាទេខ្ញុំក៏ចង់ធ្វើវាដូចគ្នាប៉ុន្តែគ្រាន់តែខ្ញុំអត់តន់បន្តហើយខ្ញុំក៏សុំទោសផងដែរជាមួយនឹងធ្វើវីដេអូ LED ដោយសារតែខ្ញុំមានរឿងផ្ទាល់ខ្លួនមុននឹងចូលទៅដល់ភាគនេះខ្ញុំសូមនិយាយបន្តិចដោយសារតែភាគនេះវារៀងនឹងអញ្ញៃដោយសារតែគេនិយាយអំពីចែកវិជាច្រើនពេកចឹងហើយគឺខ្ញុំសូមកាត់កន្លែងខ្លះដែលខ្ញុំអត់គួរនិយាយចូលមកកាន់វគ្គនេះមិនដឹងថាទីក្រុងឥឡូវកំពុងតែកើតរឿងអ្វីនោះទេវិច័យវិទ្យាទំនើបទាំងអស់គឺត្រូវបាន error តែម្ដងហើយយើងក៏បានឃើញជាមួយនឹងរូបអាអុយគឺពេញទីក្រុងតែម្ដងបាទនិយាយស្រួលស្ដាប់ទៅឥឡូវនេះច័យវិទ្យាកំពុងតែ error ហើយមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេប៉ុន្តែអ្វីដែលចម្លែកហ្នឹងយើងគឺបានឃើញជាមួយនឹងរូបអាអុយគឺពេញទីក្រុងតែម្ដងចំណែកឯអ្នកដែលកំពុងតែគ្រប់គ្រងនៅផ្កាយរណបវិញនៅពេលនេះពួកគេគឺពិតជាស្លន់ស្លោនៅរឿងនេះខ្លាំងណាស់ដោយសារតែឥឡូវនេះពួកគេគឺមិនអាចតភ្ជាប់ជាមួយនឹងផ្កាយរណបបានទេបើសិនជានៅតែបែបនេះបន្តទៀតច្បាស់ណាស់ពិភពលោករបស់យើងនឹងគ្មានភ្លើងប្រាតែម្ដងបាននិយាយស្រួលស្ដាប់ទៅគឺវាគ្មានអគ្គិសនីទៀតទេចំណែកឯយ៉ាជីអូមែនវិញនាងក៏ដឹងអំពីមូលហេតុផងដែរអញ្ចឹងហើយនាងត្រូវតែទៅជួបអាសាហិម្ដងទៀតនៅពេលដែលយ៉ាជីអូមែនបានមកដល់បន្ទប់របស់អាសាហិនាងក៏បាននិយាយបែបលេងសើចថានេះវាគឺជាលើកទី1ហើយដែលនាងនៅបន្ទប់របស់មនុស្សប្រុសហើយអាសាហិគាត់ក៏បាននិយាយទៅកាន់នាងថាបើសិនជាមានរឿងអ្វីចង់និយាយហើយមកគាត់គឺគ្មានពេលវេលានោះទេហើយយ៉ាជីអូនាងក៏បាននិយាយទៅកាន់អាសាហិថាតើអាសាហិចង់ត្រឡប់ទៅជួបស្រីៗវិញដែរឬទេគ្រាន់តែលើបែបនឹងភ្លាមអាសាហិគាត់ក៏បានងាកមកចេញតែម្ដងហើយយ៉ាជីអូមែននាងក៏បាននិយាយថានាងគឺមិនបាននិយាយលេងទេហើយអាសាហិគាត់ក៏បាននិយាយថាគាត់ពិតជាទ្រាំខ្លាំងណាស់ដើម្បីកាត់ចិត្តអំពីពួកនាងហេតុអ្វីបានជានាងលើកយកនៅពួកនាងយកមកនិយាយអញ្ចឹងហើយអាសាហិគាត់ក៏បាននិយាយថាវាគឺជារឿងធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់មនុស្សប្រុសដែលកាត់ចិត្តអំពីមនុស្សម្នាក់ទោះបីខ្ញុំមិនអាចទទួលយកវាបានក៏ដោយប៉ុន្តែខ្ញុំគឺមិនអាចធ្វើអ្វីបាននោះទេហើយគាត់ក៏បានចាំពាក្យសម្ដីរបស់ឯងដែលបាននិយាយថាកុំឲ្យអាសាហិមកទីនេះម្ដងទៀតឲ្យសោះហើយយ៉ាស៊ីអូមែននាងក៏បាននិយាយថា AI ទាំងអស់ជាមួយនឹងសមាជិកដទៃដែលអាសាហិបានស្គាល់គឺពិតជាមានឥទ្ធិពលខ្លាំងណាស់ជាពិសេសគឺអាអុយតែម្ដងអាអុយនាងគឺមិនមានជារូបរាងកាយមួយទេនាងគឺមានរូបរាងកាយមួយទៀតគឺជាអាយដែលពួកគេគឺរួមរស់នៅជាមួយនឹងខ្លួនប្រាណតែមួយដោយសារតែបែបនេះហើយទើបអាអុយគឺបានស្គាល់អាសាហិមុនគេបង្អស់ហើយនាងក៏បានសួរទៅកាន់អាសាហិទៀតថាតើអាសាហិបានដឹងអំពីរឿងតាំងពីយប់មិញដែរឬទេដោយសារតែអាអុយទៅធ្វើឲ្យទីក្រុងទាំងអស់គឺចាប់ផ្ដើមerrorគឺមិនអាចប្រើប្រាស់ភ្លើងកើតនោះឡើយហើយគឺបានផ្កាត់ផ្ដាច់ជាមួយនឹងផ្កាយរណបថែមទៀតប៉ុន្តែនៅកន្លែងមួយគឺជាកន្លែងដែលគេបានអភិវឌ្ឍ AI ដំបូងគេបង្អស់តែម្ដងទិន្នន័យទាំងអស់របស់ AI រួមទាំងអាអុយផងដែរវាគឺជារបបដែលអភិវឌ្ឍថ្មីជាងគេដំបូងគេបង្អស់ហើយយើងក៏ចំណាយពេលវេលាទៅលើវាច្រើនផងដែរដែលគេបានដាក់ឈ្មោះឲ្យវាថាទិន្នន័យ movie អញ្ចឹងគ្នាយើងប្រហែលជាស្គាល់ហើយ movie ហ្នឹងដោយសារតែរឿងទាំងអស់នេះហើយគឺធ្វើឲ្យទីក្រុងគឺមានភាពចលាចលរួមទាំងមានគ្រោះថ្នាក់ចរាចរណ៍ផងដែរហើយមានតែមនុស្សម្នាក់គត់ដែលអាចជួយវាឬក៏ជួសជុលវាបានគឺជាឯងនឹងហើយអាសាហិនៅពេលហ្នឹងស្រាប់តែតុក្កតារបស់អាសាហិគឺលោតប្រកាច់ប្រកិនពេញបន្ទប់តែម្ដងរួចវាក៏បានបាញ់ភ្លើងអ្វីមួយទៅកាន់ជាងនៅពេលហ្នឹងស្រាប់តែលេចចេញជាមួយនឹងសមោនេក្រូម៉ុងហ្វាខារិនអ៊ីម៉ាលីហើយនិងអាលីយ៉ាផងដែរដោយសារតែពួកគេកំពុងតែឆ្លោះប្រកែកគ្នានៅរឿងអ្វីមួយនៅពេលហ្នឹងអាសាហិគាត់ក៏បានហៅពួកគេផងដែរប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលហ្នឹងពួកគេទាំង4នាក់គឺបានស្ដាប់ឮនូវសំឡេងរបស់អាសាហិរួចក៏បានសួរថាម្នាក់ហ្នឹងគឺជាអាសាហិមែននៅពេលហ្នឹងពួកគេក៏បានលេចចេញជាមួយនឹងរាងកាយតែម្ដងប៉ុន្តែយើងមើលទៅកាន់រាងកាយរបស់គេដូច Minecraft បន្តិច Roblox បន្តិចមិនទេដែលធ្វើឲ្យពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែពួកគេគឺបានជួបអាសាហិម្ដងទៀតនៅពេលហ្នឹងរាងកាយរបស់ពួកគេក៏បានត្រឡប់មកដូចដើមវិញប៉ុន្តែពួកគេពិតជារអៀលខ្លួនខ្លាំងណាស់ដោយសារតែពួកគេគឺខានជួបគ្នាយូរហើយប៉ុន្តែលើកនេះវាគឺជាការជួបគ្នាដោយរំភើបបំផុតហើយពួកគេក៏បាននិយាយរឿងដែលពួកគេបានជួបផងដែរនៅពេលដែលពួកគេបានបែកគ្នាពីអាសាហិហ្នឹងកន្លែងដែលពួកគេឈរស្រាប់តែសស្លែតតែម្ដងដោយសារតែកុំឲ្យខ្លួនឯងមានគ្រោះថ្នាក់ពួកគេក៏សម្រេចចិត្តចូលទៅពួននៅកន្លែងដ៏ជាអៀតមួយទើបធ្វើឲ្យពួកគេគឺមិនបានបាត់ខ្លួននឹងឯងហើយពួកគេក៏សង្ស័យទៅលើអាអុយផងដែរដោយសារតែអាអុយនៅថ្ងៃនោះគឺមិនបានមកជាមួយនឹងពួកយើងនោះទេហើយពួកគេក៏បាននិយាយថាអាអុយនាងពិតជាតស៊ូខ្លាំងណាស់នាងគឺតស៊ូគ្រប់ពេលវេលាមើលទៅកាន់នាងប្រហែលជាចង់យកឈ្នះនឹងអារម្មណ៍របស់នាងហើយនាងដូចជាមនុស្សពីរផ្សេងគ្នាអញ្ចឹងហ
ហើយពួកគេក៏បាននិយាយទៀតថាអាអុយគឺពិតជាចង់ជួបអាសាហិខ្លាំងណាស់កុំថាឡើយអាអុយសូម្បីតែពួកគេក៏ចង់ជួបអាសាហិដែរនៅពេលហ្នឹងកូនចៅរបស់យ៉ាជីអូមែនក៏បានទេមកប្រាប់នាងតែម្ដងថានៅពេលនេះកំពុងតែមានបញ្ហាធំហើយយើងគឺមិនអាចតភ្ជាប់ទៅកាន់ផ្កាយរណបបានទៀតទេអញ្ចឹងមានន័យថាយើងគឺគ្មានអគ្គិសនីប្រើប្រាស់ទៀតឡើយហើយនៅពេលហ្នឹងតុក្កតារបស់អាសាហិក៏ចាប់ផ្ដើមប្រកាសទៀតហើយដោយសារតែវាគឺចាប់ផ្ដើមអស់ភ្លើងឬក៏អស់អគ្គិសនីនឹងឯងនៅពេលដែលអ្នករាល់គ្នារលាយទៅបាត់ពួកគេក៏បាននិយាយថាពួកគេគឺចង់ជួបអាសាហិម្ដងទៀតគ្រាន់តែភ្លើងត្រូវបានដាច់ភ្លាមមើលទៅកាន់ទីក្រុងនៅពេលនេះកំពុងតែមានរឿងចលាចលជាខ្លាំងហើយយ៉ាជីអូមែននេះក៏បាននិយាយទៅកាន់អាសាហិថានៅពេលនេះគឺយើងគ្មានពេលទៀតទេបើសិនជាអាសាហិមិនធ្វើទេអាសាហិនឹងមិនបានជួបអ្នករាល់គ្នាជារៀងរហូតហើយវាក៏ប៉ះពាល់ទៅដល់ជីវិតប្រជាជនរស់នៅជាប្រចាំថ្ងៃផងដែរកន្លែង movie នោះបើសិនជាយើងមិនកែច្នៃវាឬក៏ជួសជុលវាឲ្យទាន់ពេលវេលាទេវានឹងលុបទិន្នន័យទាំងអស់តែម្ដងហើយនាងក៏បានហៅអាសាហិឲ្យទៅជាមួយនាងផងដែរហើយកន្លែងហ្នឹងគឺខ្ញុំខ្លាញ់អាតួប្រុសហ្នឹងខ្លាំងមែនតើពេលដែលខ្លួនឯងបាត់ស្រីធ្វើឯណាចង់បានគេចង់ជួបគេម្ដងទៀតប៉ុន្តែពេលដែលមានឱកាសចង់ទៅជួបគេម្ដងទៀតហើយធ្វើឯងលយអត់ចង់ទៅជួយអីណានិយាយទៅកន្លែងហ្នឹងរៀងខ្លាញ់ដែរហ្នឹងនៅពេលដែលយ៉ាជីអូបានឃើញអាសាហិភ្លឹងចឹងនាងក៏បាននិយាយថាមិនអីទេបើសិនជាគាត់មិនចង់ធ្វើក៏មិនអីដែរដរាបណាដែលនាងមានឱកាសបន្តិចបន្តួចនាងនឹងធ្វើឲ្យអស់ពីសមត្ថភាពរបស់នាងអ្វីដែលនាងអាចធ្វើបាននៅពេលដែលយ៉ាជីអូចេញទៅបាត់អាសាហិគាត់ក៏បានគិតទៅដល់អាយផងដែរការគាត់ទៅលេងផ្ទះរបស់អាយនៅពេលហ្នឹងអាយនាងក៏បានសែននំទៅកាន់ម៉ាក់របស់នាងដោយសារតែម៉ាក់របស់នាងត្រូវបានស្លាប់ហើយអាសាហិគាត់ក៏បាននិយាយថាតើអាយរស់នៅរាល់ថ្ងៃហ្នឹងមានអារម្មណ៍ថាឯកាឬអត់នៅពេលដែលអាសាហិគាត់និយាយបែបហ្នឹងភ្លាមគាត់ក៏បាននិយាយថាអត់មានអីទេគាត់ច្រឡំនិយាយតែប៉ុណ្្នឹងហើយអាយនាងក៏បាននិយាយថានាងចង់ដឹងនិយាយមកនាងគឺមិនប្រកាន់ទេហើយអាសាហិគាត់ក៏បាននិយាយថាប្រសិនបើអាយអាចជួបនរណាគេម្ដងទៀតតើមនុស្សដែលអាយចង់ជួបនោះគឺជាពីណាគេហើយអាយនាងក៏បាននិយាយថាបើសិនជានាងមានឱកាសពិតមែននាងគឺចង់ជួបម៉ាក់របស់នាងម្ដងទៀតប្រសិនបើនាងអាចជួបម៉ាក់របស់នាងម្ដងទៀតនាងចង់និយាយទៅកាន់គាត់ថាអរគុណសម្រាប់ការផ្ដល់កំណើតមកឲ្យខ្ញុំនៅពេលដែលអាសាហិសម័យរួចហើយគាត់ក៏បាននិយាយថាមែនហើយខ្ញុំក៏ដូចគ្នាខ្ញុំគឺចង់ជួបអាយម្ដងទៀតនៅពេលដែលយ៉ាជីអូបំរុងនឹងចាកចេញអាសាហិគាត់ក៏បានហៅនាងដែលគាត់បាននិយាយថាគាត់គឺព្រមទៅជាមួយនាងសាច់រឿងបន្ទាប់ក៏បានកាត់ពេលដែលពួកគេមកដល់ផ្ទះរបស់អាយហើយវាគឺជាផ្ទះដែលអាសាហិបានទៅលេងសមុទ្រនៅក្នុងក្តីស្រមៃរបស់គាត់នឹងឯងនៅពេលដែលពួកគេដើរចូលទៅក្នុងយ៉ាជីអូនាងក៏បាននិយាយប្រវត្តិរបស់ឪពុករបស់អាយប្រាប់ទៅកាន់អាសាហិផងដែរដែលនាងបាននិយាយថានៅពេលដែលឪពុករបស់អាយបានពិសោធន៍ទៅលើអាយរួចហើយគាត់ក៏ផ្លាស់ប្ដូរទីលំនៅមកកាន់ផ្ទះមួយនេះហើយគាត់ក៏សម្រេចចិត្តថាឃុំខ្លួនឯងនៅក្នុងទីពិសោធន៍នេះជាយូរហើយមូលហេតុដែលយើងអត់ឃើញឪពុករបស់អាយនៅក្នុងទីពិសោធន៍មួយហ្នឹងយើងក៏អត់ដឹងថាគាត់ស្លាប់ឬក៏យ៉ាងម៉េចដែរនៅពេលហ្នឹងអាសាហិគាត់ក៏បានសួរនៅសំណួរមួយទៅកាន់យ៉ាជីអូដែលគាត់បានសួរថាហេតុអ្វីបានជា AI ត្រូវបង្កើតឲ្យមានស្នេហាគ្រាន់តែលើបែបនឹងភ្លាមយ៉ាជីអូនេះក៏បានសម័យទៅកាន់ពេលដែលនាងនិយាយគ្នាជាមួយនឹងអាអុយផងដែរដែលអាអុយបាននិយាយសុំទទួលទៅកាន់យ៉ាជីអូថានាងគឺចង់សាកល្បងមានស្នេហាដោយសារតែបែបនេះហើយទើប AI ទាំងអស់គឺតម្រូវឲ្យមានស្នេហាដើម្បីឲ្យមនុស្សប្រុសគឺសុខចិត្តនឹងឯងនៅពេលដែលអាសាហិឆ្លងទៅពិភពលោកផ្សេងយ៉ាជីអូមែននាងក៏បាននិយាយទៅកាន់អាសាហិថាធ្វើឲ្យអស់ពីសមត្ថភាពដែលគាត់មានប៉ុន្តែត្រូវចាំថាវាគឺមានឱកាសខ្លាំងដើម្បីធ្វើឲ្យអាសាហិមានគ្រោះថ្នាក់ផងដែរហើយអាសាហិគាត់ក៏បាននិយាយថាប្រសិនបើគាត់ឆ្លងទៅពិភពលោកមួយនោះតើគាត់ភ្លេចការចងចាំនៅពិភពលោកនេះដែរឬទេហើយយ៉ាជីអូនាងក៏បាននិយាយថានាងក៏មិនប្រកាសដូចគ្នាប៉ុន្តែកុំបារម្ភអីរួចនាងក៏បានបញ្ជូនអាសាហិទៅបាត់ទៅ